Rồi đây được rồi. Anh em mà thờ chạy tàu năng FTP làលើ server khiយើងទៅបងយើងទៅកាន់ AWS server ទៅមកយើងទៅកាន់ EC2 ដូរកន្លែងទៅជា Ohio ជាដំបូងយើងត្រូវការទៅបង្កើត security group យកទៅបិទserver មួយសិនដើម្បីយើងបង្កើតថ្មីមកទៅកាន់ security group ទៅកាន់ create security group កន្លែងហ្នឹងដាក់ខ្ញុំដាក់ឈ្មោះ testing security group security group ណាយើងដាក់ testing ទៅ description វាទាមទារកន្លែងហ្នឹងតើតើកន្លែងនេះខ្ញុំយក all ហើយចុចពាក្យ create security ហើយយើង create ហើយតំបន់យើងទៅកាន់ instance វិញហើយយើងទៅកាន់ refresh មួយអូខេបាត់ហើយតំបន់ទៅកាន់ LAN instance យើងបង្កើតថ្មីដាក់កន្លែងណា FTP server ហើយយើងយកកន្លែងនេះ Ubuntu ទៅមកកន្លែងយើងយក select security group ហើយយើងរកឈ្មោះហើយយើងដាក់មុនហ្នឹង FTP testing នេះរបស់យើងបង្កើតមុនហ្នឹងខ្ញុំអាចថាយក 15G យ៉ាងទៅkey pair ខ្ញុំអាចយកអាចាំងតែខ្ញុំបង្កើតហើយកន្លែងហ្នឹងឬអាចយកថ្មីក៏បានខ្ញុំcreateថ្មីក៏បាន create ថ្មីយ៉ាងដាក់ចង់ទៅយើង create អូខេ load ទៅហើយបើយើង check មើលបន្តិចទៀតអូខេទៅ advanced S8 testing អូខេមកហើយយើងចុច LAN instance instance រងចាំវាសិនវាផង initialize បំ process ពេលឡើយវាដើរហើយយើងធ្វើការ connect យើងមកកាន់តែយើងយក copy IP មួយទុក IP តែមកយើងទៅកាន់ ASX យើងធ្វើការ change mode វាទៅកាន់ git bash យើងប្រើ git bash ដើម្បី change mode វាchange mode អាចប្រើ JHS យើងដូរឈ្មោះវាយកដល់ទៅហងហើយយើងអូខេតែមកយើង
server របស់យើងហើយការ copy កន្លែងនេះហើយខោដល់ដូរឈ្មោះ key pair សិន instance យើងវិញទៅរក security group testing មកចុះគេ edit inbound វា add role ថ្មីយក all TCP យកកន្លែងហ្នឹង all ដាក់ testing យើង save role ហ្នឹងអូខេហើយតើមកយើងទៅការ instance វិញធ្វើការតេស្តវាម្ដងទៀតហើយយើងវាយ yes មកអូខេឡើយចូលមកដល់ហើយយើងបន្ទូយើងវាយ who am I អូខេ pwd អូខេតើមកយើងចូលក្នុង topic របស់យើងទៅកាន់ step ដំបូងយើងទី1ទី2យើងបង្កើតអស់ហើយយើងចូល step ទី3យើងធ្វើការ update វាជាមុនសិន sudo apt update បែរទៅហើយយើងធ្វើការ upgrade វាម្ដងទៀតលោសល់កន្លែងខ្លះហៅថាបាន upgrade សល់ 26.k ទៅការ upgrade ដល់ y អូខេ upgrade ហើយតើមកយើងធ្វើការ install លើ vs ftpd sudo មកយើង apt install .y and ហើយតែ y vs ftpd .y គេ install ហើយតើមកយើងទៅកាន់ config ទៅលើ vs ftpd ហើយយើងទៅកាន់ cd .etc ហើយយើង slash យើងចូលលើហ្នឹងហើយតើមកយើងដាក់ហើយcopy កន្លែងហ្នឹងមក
scrape វាអូខេ file យើងបង្កើតហើយមកយើងទៅកាន់ backup file យើង copy comment ហ្នឹងខាងហើយយើង check វាម្ដងទៀត លីវាមកម្ដងទៀតអូខេមាន file backup មួយហើយតោះមកយើងទៅកាន់ enable វាតោះមកយើង វាយ sudo nano s ចុចថែមមកយើង enter វាតើគេកែ file មួយចំនួនទី1ឲ្យទាក់ទង local enable យើងហើយយើងទៅកាន់ write enable ម្ដងយើងធ្វើការ scroll ទៅក្រោមដើម្បីរក write enable on write enable បើកវាមក and we did c8 root c8 root បើកវាមក and យើងបន្ថែម comment វាដើម្បី allow ឲ្យ write បានទៅមកយើង copy ពាក្យនេះមក allow yes ហើយដាក់មកយើង កាន់ step ទី6យើង add comment បន្ថែមទៀតនៅក្រោមlocal បើកនឹងមួយទៀត local ដែរ c8 root local local add comment ឡើង after c8 root local yes មួយទៀតអូខេមកដល់ចុងក្រោមមកយើង add 3 comment នេះអូខេតែមកហើយយើងចុច Ctrl X មកចុច Y Enter ដើម្បី save វា and ទៅកាន់ step ទី7យើងធ្វើការ restart service មក copy comment start ហើយយើងធ្វើការ status វាអូខេឥឡូវវា enable ហើយវា active ឲ្យយើងដើរឥឡូវ and បន្ទាប់ពីហ្នឹងយើងទៅកាន់ software មួយឈ្មោះ FileZilla យើងទៅកាន់ file size manager យើង add new size វាយពីដាក់ LTP server យើងដូរកន្លែងនេះទៅជា SA file hostname យើងវាយ Ubuntu ដូរឡើងទៅជា key user
host ហ្នឹងកន្លែង IP របស់យើងដាក់មុនហ្នឹងធ្វើការអូខេការ connect វាមកអូខេឲ្យ trust អូខេ connect ចុះហើយតោះយើងធ្វើការបង្កើតdirectory ដាក់ LTP client អូខេខ្ញុំបង្កើត file មួយមក testing អូខេហើយដល់យើងមកកាន់នេះយើងវិញយើងវាយពាក្យ VOD យើងវាយពាក្យ CD home ពាក្យ VOD អូខេនេះមក ATP client តើមកយើងធ្វើការ cat ATP client ធ្វើការ list វាបាន list មក file នេះ file មកយើងបង្កើតនៅក្នុង FileZilla នោះ testing អូខេចឹងវីដេអូប៉ុណ្ណឹងមានតែប៉ុណ្ណឹងសូមអរគុណលោកគ្រូដែលទស្សនាវីដេអូមួយនេះ